ជំរាបសួរអ្នកគុណនិយមសាច់ដុំនៅក្នុងវិស័យកីឡាកាយវប្បកម្មរបស់យើងទាំងអស់គ្នាថ្មីនេះយើងក៏បានរកឃើញនៅជើងឯកពានរង្វាន់សាច់ដុំលំដាប់ថ្នាក់ពិភពលោក Mr. Olympia ប្រភេទទម្ងន់ធ្ងន់គឺ Derek Lansford ក្រោយពីការខិតខំពុះពៀជំនះរាល់ឧបសគ្គរបស់គាត់ទទួលបានសម្រេចនូវក្តីស្រមៃនិងជោគជ័យក្នុងអាជីពរបស់គាត់ហើយខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបរបស់ម្ចាស់ជើងឯក Mr. Olympia ឆ្នាំ2025 Derek Lansford កើតនៅក្នុងទីក្រុង Pittsburgh រដ្ឋ Indiana សហរដ្ឋអាមេរិកគាត់កើតនៅថ្ងៃទី14ខែឧសភាឆ្នាំ1993គាត់គឺជាក្មេងដែលសកម្មម្នាក់ដែលបានចូលរួមក្នុងប្រភេទកីឡាជាច្រើនដូចជាបាល់ទាត់និងកីឡាចំបាប់នៅវិទ្យាល័យចំណាប់អារម្មណ៍របស់ Lansford មានចំណាប់អារម្មណ៍ទៅលើវិស័យកីឡាកាយវប្បកម្មចាប់ផ្ដើមក្នុងកំឡុងពេលឆ្នាំសិក្សានៅសាកលវិទ្យាល័យរបស់គាត់នៅពេលនោះគាត់បានផ្លាស់ប្ដូរនិងបានផ្ដោតសំខាន់ទៅលើការលើកទម្ងន់ជាអាទិភាពហើយគាត់បានស្វែងរកការណែនាំពីសំណាក់គ្រូបង្វឹកផ្ទាល់ខ្លួនរបស់គាត់គឺលោក James Brown ដើម្បីសម្រេចបាននូវលទ្ធផលប្រសើរជាងមុនក្នុងឆ្នាំ2015 Derek Lansford បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតកីឡាកាយវប្បកម្មស្ម័គ្រចិត្តរបស់គាត់នៅឯ NPC Indianapolis Championship ដែលជាកន្លែងដែលគាត់បានប្រកួតប្រជែងផ្នែក Men Physique Welterweight ហើយគាត់បានក្លាយជាជើងឯកលើកដំបូង Derek នៅតែបន្តបង្កើននូវសមត្ថភាពខ្លួនឯងក្នុងកីឡាកាយវប្បកម្មស្ម័គ្រចិត្តដែលគាត់ទទួលកាន់ការប្រកួតប្រជែងដោយឈ្នះពាន NPC Junior National ក្នុងឆ្នាំ2015និងឆ្នាំ2016ដោយការខិតខំប្រឹងប្រែងរបស់គាត់យ៉ាងខ្លាំងក្លានេះហើយ Derek បានសម្រេចនូវក្តីស្រមៃដែលគាត់ទទួលបាន Pro Card របស់គាត់នៅក្នុងឆ្នាំ2017 NPC សហរដ្ឋអាមេរិក Championship ជាជំហានដំបូងនៃការផ្លាស់ប្ដូរក្នុងវិស័យកាយវប្បកម្មអាជីពរបស់គាត់ Derek បានចូលក្នុងការប្រកួតលក្ខណៈអាជីពកាយវប្បកម្មជាលើកដំបូងរបស់គាត់នៅឯកម្មវិធី IFBB Tampa Pro ឆ្នាំ2017ផ្នែកប្រភេទទម្ងន់96គីឡូក្រាមហើយគាត់បានឈ្នះក្នុងកម្មវិធីនេះជាអាជីពដំបូងរបស់គាត់ជ័យជំនះរបស់គាត់នៅឯ Tampa Pro ធ្វើឲ្យគាត់ទទួលបានភាពល្បីល្បាញនិងទទួលបានការអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Mr. Olympia ឆ្នាំ2017ដែលគាត់បានជាប់នៅចំណាត់ថ្នាក់ទី5ប្រហែលឆ្នាំកន្លងមកនេះ Derek បានប្រកួតប្រជែងជាប់លាប់នៅក្នុងគីឡូ96នេះនៃការប្រកួត Mr. Olympia ហើយគាត់ទទួលបានចំណាត់ថ្នាក់កម្ពុជាទាំង5ជាប់លាប់រហូតនៅខែមីនាឆ្នាំ2021វាត្រូវបានប្រកាសថាគាត់ជាអ្នកចាប់ផ្ដើមវឹកវើជាមួយនឹងគ្រូបង្វឹកផ្នែកកាយវប្បកម្មគឺលោក Hany Rambod នៅខែតុលាឆ្នាំ2021គាត់បានឈ្នះពានរង្វាន់ប្រភេទទម្ងន់96 Mr. Olympia ដោយវាដាច់អ្នកឈ្នះបច្ចុប្បន្នគឺ Sean Carrida ការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់ Derek ក៏ទទួលបានលទ្ធផលនៅក្នុងឆ្នាំ2023 Derek បានឈ្នះទាំងពានរង្វាន់ Mr. Olympia និងឈ្នះពានរង្វាន់ People Champion និងបានក្លាយជាមនុស្សដំបូងដែលឈ្នះពានរង្វាន់2ក្នុងការប្រកួតតែមួយតែនៅក្នុងឆ្នាំ2024 Derek មិនអាចបន្តការពារតំណែងជើងឯកបានទេដោយ Derek បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ3នៅក្នុងកម្មវិធី Mr. Olympia នៅចុងបញ្ចប់នៃរដូវកាលនេះគ្រូបង្វឹករបស់លោកគឺ Hany Rambod បានប្រកាសចូលនិវត្តន៍ហើយនៅដើមឆ្នាំ2025ជនជាតិអាមេរិករូបនេះបានបន្តវឹកហាត់ជាមួយនឹងគ្រូបង្វឹកថ្មីជនជាតិប្រេស៊ីដែលមានឈ្មោះថា Fabrizio Pacholok ដែលជាគ្រូបង្វឹករបស់គាត់រួមទាំង Chris Seto ដែលជាគ្រូបង្វឹកផងដែរដែលជាជោគជ័យបន្ទាប់របស់គាត់ក៏ទទួលបានជ័យលាភីលេខ1ក្នុងកម្មវិធីប្រកួតកីឡាកាយវប្បកម្មលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ2025 Mr. Olympia Amazing ក្រោយពីការជោគជ័យក្នុងអាជីពរបស់គាត់បានរៀបការជាមួយនឹងកញ្ញា Chebel ដែលក្រោយពីពួកគាត់បានតាក់ទងគ្នាអស់រយៈពេល13ឆ្នាំហើយគាត់បានរៀបការនៅក្នុងឆ្នាំ2022ហើយចំណងដៃរបស់ពួកគាត់គឺមានកូនស្រីម្នាក់ដែលមានឈ្មោះថា Evie អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាហើយខ្ញុំនឹងវិលមកជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយជូនពរសំណាងល្អនិងសុខភាពល្អទាំងអស់គ្នាជម្រាបលា